វិញនោះអាចកំបាំង500ឆ្នាំនៃបរាជ័យរបស់ខ្មែរក្រោមកលល្បិចសៀមនិងមេរៀនសម្រាប់ដំណាក់ឈាមពូជអ្នកចម្បាំងអង្គរចំនួនក្រោយនៅក្នុងសៀវភៅប្រវត្តិសាស្ត្រអាស៊ីអាគ្នេយ៍គ្មានទំព័រណាមួយដែលរន្ធត់កំសត់និងជួចចត់ជាងកម្ពុជានោះឡើយចាប់តាំងពីពន្លឺនៃអាណាចក្រអង្គរបានរលត់នៅសតវត្សទី15នគរខ្មែរបានធ្លាក់ខ្លួនចូលទៅក្នុងភាពស្មុគស្មាញរង្គោះរង្គើនិងបែកបាក់សាមគ្គីភាពសំណួរជាច្រើនបានលេចឡើងជាហូរហែនៅក្នុងសង្គមខ្មែរនិងអន្តរជាតិថាមហាអំណាចអាណាចក្រខ្មែរដែលធ្លាប់តែរុងរឿងនិងត្រួតត្រាស្ទើរទូទាំងជ្រោយអាស៊ីអាគ្នេយ៍ហេតុអ្វីបែរជាមកចាញ់ប្រៀបនគរសៀមក្នុងរយៈពេល5សតវត្សចុងក្រោយនេះប្រវត្តិសាស្ត្រគឺជាឫសកែវដ៏ជូរចត់សម្រាប់ពលរដ្ឋកម្ពុជាចាប់តាំងពីព្រះបាទពញាយ៉ាតសម្រាប់ព្រះតីបោះបង់ក្រុងអង្គរចោលនៅឆ្នាំ1431នាសតវត្សទី15នគរខ្មែរហាក់ដូចជាត្រូវបណ្ដាសាទេវតាដែលបានធ្លាក់ក្នុងវិបត្តិដណ្ដើមរាជជារឿយៗជាឱកាសមាសសម្រាប់ប្រទេសជិតខាងបើកការទន្ទ្រានឈ្លានពានជាពិសេសគឺសៀមតួយ៉ាងក្នុងសតវត្សទី16ចំនួនដណ្ដើមរាជបានផុសឡើងក្នុងសង្គមខ្មែរនាសម័យលង្វែកមហិច្ឆតារបស់ស្ដេចកូនដែលកើតក្នុងអំបូរពលព្រះនិងជាប្អូនថ្លៃរបស់ព្រះបាទស្រីសុគន្ធបុណ្យបានបង្កសង្គ្រាមស៊ីវិលបង្ហូរឈាមជាតិសាសន៍ឯងបង្ខំឲ្យព្រះអង្គចន្ទរាជាភៀសព្រះកាយទៅស្រុកសៀមក្នុងឆ្នាំ1512ក្រោយមកទ្រង់យាងត្រឡប់មកវិញដើម្បីធ្វើគុតស្ដេចកូននៅឆ្នាំ1525ដើម្បីស្រោចស្រង់ព្រះនគរនិងដណ្ដើមយករាជបល្ល័ង្កមកវិញមេរៀននេះមិនទាន់រលត់ស្រួលមួយផងសោកនាដកម្មស្រដៀងគ្នាក៏បានកើតឡើងម្ដងទៀតនៅសម័យឧដុង្គក្នុងឆ្នាំ1748តាមរយៈជំនួសរវាងព្រះអង្គស្ងួននិងអង្គច័ន្ទឬព្រះឧត្ត័យរាជាព្រះអង្គទាំងទ្វេសុទ្ធតែទាញសត្រូវជិតខាងទាំងសៀមនិងអាណាមឬហៅថាយួនឲ្យមកកាន់អំណាចក្នុងមហិច្ឆតាគ្រងរាជបល្ល័ង្កដែលកំពុងមានភាពរង្គោះរង្គើស្រាប់ការឆ្លោះជាមួយបងប្អូនឯងដើម្បីដណ្ដើមរាជនេះប្រៀបដូចជាហែកទ្រូងឲ្យក្អែកចិត្តនិងនាំសត្រូវចូលផ្ទះធ្វើឲ្យជាតិសាសន៍និងអធិបតេយ្យភាពទាំងមូលត្រូវបង់និងធ្វើឲ្យនយោបាយផ្ទៃក្នុងបែកបាក់ប្រឆាគណៈទឹកដីខ្មែរកាន់តែរួមតូចទៅពីមួយចំនួនទៅមួយចំនួនភាពទន់ខ្សោយផ្នែកនយោបាយផ្ទៃក្នុងគឺជាបុព្វហេតុស្នូលដែលធ្វើឲ្យខ្មែរចាញ់ព្រឹបប្រទេសជិតខាងទាំងពីរដែលមានឥទ្ធិពលនិងធំជាងខ្លួនជាតលហិកស្របពេលនយោបាយផ្ទៃក្នុងខ្មែរដាំក្បាលចុះយ៉ាងសន្សឹមសត្រូវបែកខាងលិចបានប្រើសង្គ្រាមចិត្តសាស្ត្រខ្វេះយកនួនប្រលឹងរបស់អាណាចក្រខ្មែរស្ទើរតែទាំងស្រុងដូចជាអ្នកប្រាជ្ញគម្ពីរក្បួនតម្រើសាស្ត្រាមាសពេជ្រកៅកងពីទូសូរកម្មរបស់របរមានតម្លៃជាច្រើនទៀតនិងជាពិសេសការកែងយកពលរដ្ឋខ្មែររាប់ម៉ឺនសែននាក់ឲ្យទៅរស់នៅស្រុកសៀមពីមួយចំនួនទៅមួយចំនួនធ្វើឲ្យខ្មែរបាត់បង់អ្នកចេះដឹងបន្តិចម្ដងយូរទៅពលរដ្ឋខ្មែរទាំងនោះបានរលាយពូជទៅជាសៀមរហូតមកដល់សប្តាហ៍ថ្ងៃជាការពិតណាស់ក្នុងសម័យលង្វែកព្រះបាទសត្ថាទី1ហាក់បង្ហាញពីភាពកំសោយនៃការដឹកនាំរបស់ទ្រង់ព្រោះបានទៅជួយរំដោះក្រុងអយុធ្យារបស់សៀមដែលជាសត្រូវតចំនួនពីការត្រួតត្រារបស់ភូមារហូតក្រោយមកសៀមរមើលគុណបានប្រើកលល្បិចបញ្ជូនព្រះអង្គមកយកការក្នុងបន្ទាយលង្វែកនិងប្រើល្បិចបាច់ប្រាក់ដួងចូលគុំរិស័យដើម្បីបំផ្លាញកំផែងការពារក្រុងដ៏រឹងមាំដោយស្រុកទេសជួបកលនិយមពលរដ្ឋធ្លាក់ខ្លួនក្រីក្រនិងភាពឆោតល្ងង់ធ្វើឲ្យប្រជាជនខ្មែរនាសម័យនោះចង់បានប្រាក់ដួងក៏នាំគ្នាកាប់ឆ្ការគុំរិស័យដែលជាកំផែងការពារជាតិដ៏រឹងមាំឲ្យរៀបដល់ដីគូផ្សំនឹងការតែងតាំងបុត្រដែលទើបមានប្រជជន11ព្រះវស្សាឲ្យក្រុងរាជសម្បត្តិនិងធ្វើឲ្យខ្សែរាជវង្សងាយមើលសពមុខមន្ត្រីប្រជានុរាស្ត្រមិនពេញចិត្តផងនោះពួកគេបានបាត់បង់ស្មារតីប្រយុទ្ធជាមួយចៅសៀមឈ្លានពានហើយព្រះនគរក៏ត្រូវធ្លាក់ជាចំណុះរបស់សៀមការបាត់បង់ម្ចាស់ការផ្នែកស្មារតីនេះបានរុញច្រានប្រទេសកម្ពុជាឲ្យធ្លាក់ទៅក្នុងអន្ទាក់របស់សៀមយ៉ាងសន្សឹមក្នុងរាជការព្រះបាទអង្គឌួងនាឆ្នាំ1841ដល់ឆ្នាំ1860បានធ្វើឲ្យប្រទេសកម្ពុជាស្ថិតក្នុងស្ថានភាពមួយអាក្រក់បំផុតដោយសារតែប្រព័ន្ធនយោបាយត្រីភាគីគ្រានោះទ្រង់បានព្យាយាមពឹងសៀមដើម្បីទប់ឥទ្ធិពលអាណាមឬយួននិងក្រោយមកបានរត់ទៅពឹងបារាំងទប់ឥទ្ធិពលពីស្ដេចសៀមវិញយុទ្ធសាស្ត្រពឹងខ្លាខំក្រពើនេះបានធ្វើឲ្យកម្ពុជាបាត់បង់ឯករាជ្យភាពម្ចាស់ការព្រោះរាល់ពេលទ្រង់ងាកទៅរកមហាអំណាចណាមួយមហាអំណាចមួយទៀតតែងតែដាក់សម្ពាធឬទាមទារយកទឹកដីជាថ្នូរនិងថ្លៃការពារពេលនោះនគរសៀមបានត្រួតត្រាប្រទេសកម្ពុជាទាំងផ្នែកការទូតអន្តរជាតិនិងកិច្ចការនយោបាយផ្ទៃក្នុងប៉ុន្តែសៀមធ្វើជាយកលេសមកជួយខ្មែរពីការឈ្លានពានរបស់នគរអាណាមដែលក្រោយមកបានផ្លាស់ឈ្មោះប្រទេសជាវៀតណាមនិងសៀមក៏បានបដូរឈ្មោះទៅជាថៃឡង់ដែរសៀមតែងតែប្រើល្បិចបំបែកបំបាក់អ្នកនយោបាយកម្ពុជាព្រោះពួកគេយល់ថាបើកម្ពុជាមានស្ថិរភាពនិងសន្តិភាពនោះសៀមនឹងមិនមានសុវត្ថិភាពឡើយដូច្នេះសៀមដែលក្រោយមកប្រែជាថៃបានប្រើល្បិចកលចាក់រុកឆ្កឹះឈៀលមេដឹកនាំកម្ពុជាពីមួយចំនួនទៅមួយចំនួនឲ្យបែកបាក់សាមគ្គីផ្ទៃក្នុងនិងស្ថិតក្រោមឥទ្ធិពលថៃជារៀងរហូតត្បិតអ្នកនយោបាយសៀមបានដឹងយ៉ាងច្បាស់អំពីអត្តចរិតមនុស្សខ្មែរដែលខំក្រោតតែមួយឆាវឬមួយពេលនិងភ្លេចបាត់ទៅវិញដោយមិនគុំគួនយូរឡើយយ៉ាង
យ៉ាងណាក្នុងសម័យអាណានិគមបារាំងថៃបានបង្ហាញភាពខ្លាំងនៃយុទ្ធសាស្ត្រការទូតរបស់ខ្លួនក្នុងការគ្រប់គ្រងព្រះរាជាណាចក្រកម្ពុជាធ្វើឲ្យព្រះបាទនរោត្តមត្រូវបង្ខំចិត្តចុះហត្ថលេខាទទួលយកបារាំងមកធ្វើជាអាណាព្យាបាលនៅឆ្នាំ1863ដើម្បីសង្គ្រោះទឹកដីចេញពីក្រញ៉ាំចោលសៀមថៃនិងអាណាមឬយួនបើទោះបីពេលនោះថៃត្រូវបង្ខំចិត្តប្រគល់ខេត្តបាត់ដំបងសៀមរាបនិងសេរីសុភ័ណ្ឌឲ្យមកខ្មែរវិញតាមរយៈសន្ធិសញ្ញាបារាំងសៀមឆ្នាំ1904និង1907ក៏ដោយក៏សៀមនៅតែប្រើល្បិចលួចគូសផែនទីដោយឯកតោភាគីក្នុងមហិច្ឆតាឈ្លានពានទឹកដីកម្ពុជានាពេលខាងមុខខណៈបច្ចុប្បន្នសៀមបានប្រើប្រាស់ផែនទីคล้ายៗនេះមកឈ្លានពានកម្ពុជាយ៉ាងប្រឆាំងក្នុងយុគសម័យសង្គ្រាមត្រជាក់និងរបបប្រល័យពូជសាសន៍របស់ខ្មែរក្រហមឬប៉ុលពតឆ្នាំ1970ដល់ឆ្នាំ1990សៀមបានប្រើប្រាស់វិបត្តិខ្មែរជាខែលការពារខ្លួនផងនិងដើម្បីប្រយោជន៍ខ្លួនផងក្នុងក្រសែភ្នែកសៀមកម្ពុជាគឺជារដ្ឋទុនខ្សោយនិងជារដ្ឋចំណុះរបស់ខ្លួនគេនៅចាំបានក្នុងសម័យសាធារណរដ្ឋកម្ពុជាឬលន់នល់សៀមបានអនុញ្ញាតឲ្យកងទ័ពខ្មែរក្រហមនិងចលនាតស៊ូបះបោរដទៃទៀតបោះទីតាំងតាមព្រំដែនខ្លួនប៉ុន្តែមិនមែនដើម្បីជួយខ្មែរឲ្យមានសន្តិភាពទេគឺដើម្បីរក្សាតុល្យភាពអំណាចនិងទប់ស្កាត់អធិបុលវៀតណាមកុំឲ្យចូលក្បែរទឹកដីរបស់ខ្លួនតែប៉ុណ្ណោះសូមជម្រាបថាចាប់តាំងពីឆ្នាំ1516រហូតមកដល់បច្ចុប្បន្នបច្ចេកវិទ្យាសិទ្ធិនិងយុទ្ធោបករណ៍សឹកសង្គ្រាមកម្ពុជានៅតែមានកម្រិតនិងចាញ់ប្រៀបសៀមធ្វើឲ្យបើក្នុងឆ្នាំ1516ដល់ឆ្នាំ1566ព្រះបាទចន្ទរាជាអាចវាយសៀមឲ្យបាក់ធ្លាប់ខ្លាចក៏ដោយប៉ុន្តែជារួមសៀមនៅតែមានស្ថិរភាពផ្ទៃក្នុងរឹងមាំជាងនិងមានប្រៀបខាងកម្លាំងទ័ពខ្លាំងជាងព្រោះសៀមតែងលេងល្បែងការទូតនយោបាយដែលមានភាពបត់បែនលើឆាកអន្តរជាតិនិងបង្កើតទំនាក់ទំនងពាណិជ្ជកម្មជាមួយអឺរ៉ុបដើម្បីទិញអាវុធទំនើបរហូតមកដល់បច្ចុប្បន្នឧត្តមភាពខាងសភាវុធនិងថវិកាការពារជាតិដ៏មហាសាលរបស់សៀមនៅតែជាចាប់ម៉ាយគំរាមកំហែងនិងជាឆ្អឹងទៅទាំងកបង្ខំឲ្យកម្ពុជាត្រូវប្រុងប្រយ័ត្នគ្រប់វិនាទីឈានចូលមកដល់យុគសម័យសកលភាវូបនីយកម្មយុទ្ធសាស្ត្រចុងក្រោយដែលសៀមកំពុងមានប្រៀបលើកម្ពុជាគឺជាអំណាចទន់ក្នុងស្រមោលមហិច្ឆតាដើម្បីលេបត្របាក់ទឹកដីវប្បធម៌និងអរិយធម៌ខ្មែរដោយសន្តិវិធីក្រៅពីប្រើកម្លាំងយោធាឈ្លានពានកម្ពុជាកូនខ្មែរក៏ត្រូវចងចាំផងដែរថាសៀមបានប្រើគំនិតសេដ្ឋកិច្ចនិងបញ្ជ្រាបនៅមនោគមវិជ្ជាផ្សេងៗតាមរយៈខ្សែភាពយន្តចម្រៀងនិងសិល្បៈក្នុងបំណងឲ្យកម្ពុជានិយមប្រើប្រាស់ទំនិញសៀមនិងសេពវប្បធម៌សៀមភាវូបនីយកម្មធ្វើឲ្យស្មារតីជាតិនិយមខ្មែរហាក់បាត់បង់បន្តិចម្ដងខណៈយុទ្ធសាស្ត្រទាំងនេះគឺជាការឈ្លានពានដោយភាពស្ងប់ស្ងាត់បំផុតដូច្នេះបន្ទាប់ពីហែឆ្លងកាត់ភាពឈឺចាប់អស់រយៈពេល500ឆ្នាំចុងក្រោយនេះសបញ្ជាក់ឲ្យឃើញថាខ្មែរចាញ់សៀមច្រើនជាងឈ្នះនោះមិនមែនមកពីខ្មែរខ្វះវីរភាពខ្វះអ្នកចេះដឹងឬខ្វះឈាមជ័រអ្នកតស៊ូប្រយុទ្ធនោះទេប៉ុន្តែមកពីខ្មែរខ្វះសាមគ្គីភាពចាប់តាំងពីក្រោយសម័យអង្គររហូតដល់រាជការព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រកម្ពុជាបច្ចុប្បន្នមេរៀនប្រវត្តិសាស្ត្របានដាស់តឿនយើងថាដើម្បីទប់ទល់នឹងមហិច្ឆតារបស់ចៅឈ្លានពានកម្ពុជាត្រូវតែពង្រឹងប្រព័ន្ធនយោបាយនិងអំណាចផ្ទៃក្នុងរបស់ខ្លួនឲ្យរឹងមាំបណ្ដុះធនធានបញ្ញាឲ្យខ្លាំងនិងមានសាមគ្គីភាពផ្ទៃក្នុងក៏ដូចជាដើរឲ្យទន់ល្បែងការទូតអន្តរជាតិបើមិនដូច្នោះទេយើងនឹងនៅតែលង់លក់ក្នុងដំណេកនៃសុបិនប្រវត្តិសាស្ត្រដែលគ្មានថ្ងៃងើបមុខរួចពលគឺឆ្លោះគ្នាឯងប៉ុន្តែចាញ់គេរហូត